ខ្ញុំមកយប់ថ្ងៃទី13ដែលគេផ្លោងចូលនៅខាងកោះកុងដោយសារតែយប់ថ្ងៃទី13ដែលពួកខ្ញុំកំពុងតែសម្រាកគេនឹងវាបានបាញ់ផ្លោងចូលមកនៅក្នុងកោះយ៉ដែលជាកន្លែងដែលពួកខ្ញុំរស់នៅនិងប្រកបរបររស់ស៊ីហើយទៅប្រជាពលរដ្ឋដែលនៅទីនោះទាំងអស់គឺនាំគ្នារត់ចេញមកទាំងយប់ដោយសារតែការឈ្លានពានដល់កខ្លួនរបស់សៀមខ្ញុំបានថាឈឺចាប់និងដិតដាមខ្លាំងមែនទែនដោយសារតែសៀមគឺឈ្លានពានកម្ពុជាយើងម្ដងជា2ដងខ្ញុំសូមសំណូមពរដល់អន្តរជាតិធ្វើយ៉ាងណាជួយសម្របសម្រួលឬក៏ដាក់ទណ្ឌកម្មថ្កោលទោសទៅលើសៀមដែលបានឈ្លានពានមកលើកម្ពុជាហើយសូមឲ្យអន្តរជាតិមានយុត្តិធម៌ចំពោះកម្ពុជានិងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាខ្ញុំមានការជឿជាក់ដល់រដ្ឋាភិបាលថានឹងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសម្រេចនិងមានបទឈប់បាញ់ហើយរកសន្តិភាពជូនប្រជាពលរដ្ឋវិញឆាប់ៗនេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាក៏មានការជឿទៅលើរូបភាពឬមួយក៏រូបភាព AI ដែលសៀមអាចបង្កើតឡើងដើម្បីញុះញង់ប្រជាពលរដ្ឋឲ្យមានការមិនទុកចិត្តលើរដ្ឋាភិបាលព្រោះយើងជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាយើងត្រូវជឿជាក់លើរដ្ឋាភិបាលរបស់យើងថានឹងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាកុំឲ្យមានការជឿទៅលើការឃោសនាឬក៏ការបំផ្លាញព័ត៌មានคล้ายៗអីផ្សេងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដោយសារតែពេលដែលខ្ញុំភៀសខ្លួនមកនេះគឺខ្ញុំអត់បានចូលអីមកតាមខ្លួនទាំងអស់ហើយការងារក៏ត្រូវបាត់បង់យើងអត់មានបានប្រកបរបររស់ស៊ីឬក៏ប្រាក់ចំណូលអីផ្សេងយើងរត់មកតែខ្លួនអ្វីក៏មិនបានយកចិត្តដូច្នេះសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋាភិបាលអភិបាលខេត្តដែលបានផ្ដល់ជាជំនួយឧបត្ថម្ភដល់ពួកខ្ញុំដែលជាជនភៀសសឹកមកនេះគឺពួកខ្ញុំសប្បាយចិត្តមែនទែន